ជំរាបសួរបងប្អូននេះគឺជាហាងឆេងមាននៅថ្ងៃទី6 ខែតុលាឆ្នាំ2025មាសឡើងរហូតដល់ទៅ$475នៅក្នុងបញ្ជីបែរបន្តិចទៀតឡើងរហូតដល់$476នៅក្នុងបញ្ជីមុនការនិយាយចប់គឺជា spot មាននៅក្នុងអាទិត្យនេះតំណងជានឹងឡើងច្រើនឬក៏មានភាគរយក្នុងការឡើងច្រើនយើងនឹងយកព័ត៌មាននៃការវិតម្លៃមាសនិងការឡើងនៃតម្លៃមាសនៅtrongវីដេអូជម្រាបជូនបងប្អូនអ្វីដែលយើងជជែកគ្នាថ្ងៃនេះគឺការបិទរដ្ឋាភិបាលរយៈពេលនៃការបិទរដ្ឋាភិបាលដែលគេរំពឹងថាអាចនឹងបិទរហូតដល់ទៅ7ថ្ងៃឬក៏35ថ្ងៃនៅថ្ងៃខាងមុខដែលធ្វើឲ្យប្រាក់ចំណូលនៃការខាតបង់របស់សហរដ្ឋអាមេរិកនឹងមានការខាតបង់រហូតដល់ទៅ15 billion នៅក្នុងមួយសប្តាហ៍ហើយក្រៅពីនោះគឺជាការភ័យបារម្ភពីការបញ្ឈប់បុគ្គលិកសាធារណៈរបស់សហរដ្ឋអាមេរិកដែលយើងដឹងបន្ទាប់ពីបិទ government shutdown មានបុគ្គលិកជាច្រើនត្រូវបានផ្អាកការងារប្រាក់បៀវត្សត្រូវបានពន្យាពេលនៅក្នុងការសងនៅក្នុងសប្តាហ៍នេះគ្រាន់តែអ្នកស្នើសុំបញ្ឈប់ឬក៏សុំឈប់ចាក់ចេញពីការងាររហូតដល់ទៅ100,000នាក់ហើយគេរំពឹងថាវាឡើងរហូតដល់270,000នាក់ទៅតាមអ្វីដែលលោកដូណាល់ត្រាំចង់បានលោកដូណាល់ត្រាំគឺផ្ដល់នៅpayroll ឬក៏ប្រាក់ខែប្រាក់បៀវត្សចុងក្រោយនិងប្រាក់លើកទឹកចិត្តសម្រាប់អ្នកទាំងឡាយណាដែលគាត់ស្ម័គ្រចិត្តក្នុងការដាក់ពាក្យស្នើសុំឈប់អំពីការងារដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ជូនកន្លងមកដែលលោកព្យាយាមស្វាស្វែងក្នុងការកាត់បន្ថយនៃការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកមុនចូលដល់រឿងរ៉ាវទាំងអស់នោះយើងចូលទៅដល់ហាងឆេងមានបន្តិចសិនទៅចាំយើងទៅដល់រឿងរ៉ាវទៀតមាននៅក្នុងពេលបច្ចុប្បន្ននេះឈរលើតម្លៃ$3,900នៅក្នុងមួយអោនហើយអាចនិយាយថា$4,000នៅក្នុងមួយអោនហ្នឹងកើតឡើងមុនការបញ្ចប់ឆ្នាំ$4,000នៅក្នុងមួយអោនកើតឡើងក្នុងការបញ្ចប់ឆ្នាំឬក៏$500ជាងអាចនិយាយបានថា510ឬក៏$520អាចនឹងកើតនៅក្នុងចប់ឆ្នាំហ្នឹងណាតែនេះគ្រាន់តែការមើលឃើញលេងទេសម្បីតែការព្យាករណ៍របស់ Wall Street ក៏គេយល់ឃើញថាមាសនឹងបញ្ចប់ទៅលើតម្លៃ$4,000មុនការបិទបញ្ចប់ក្នុងឆ្នាំ2025ដែរតោះយើងទៅស្ដាប់តម្លៃមាស support resistance មុនចូលទៅដល់បញ្ហានិងរឿងរ៉ាវនៃតម្លៃមាសហើយមុនទៅដល់រឿងរ៉ាវតម្លៃមាសបន្ទាប់ពីផ្សេងហ្នឹងខ្ញុំក៏មានពាក្យដាស់តឿនបងប្អូនដែរទៅជាមួយនឹងការជួយនឹងប្រាក់សម្រាប់តម្លៃមាសនៅក្នុងម៉ោងនេះស្ថិតនៅក្នុងតម្លៃ$475នៅក្នុង1 G ឬក៏$4,750.89 សេននៅក្នុង1តម្លឹង$4,750.89 សេននៅក្នុង1តម្លឹងអោនគឺ$3,909.30 សេននៅក្នុង1អោន$3,309.30 សេននៅក្នុង1អោនក្រាម125.72 សេននៅក្នុង1ក្រាម125.72 សេននៅក្នុង1ក្រាមសម្រាប់គីឡូគឺ$125,717.78 សេននៅក្នុង1គីឡូ$125,500អធិស្ឋាន$125,717.78 សេននៅក្នុង1គីឡូសម្រាប់ resistance យើងនិយាយពី resistance របស់វាមុនសម្រាប់ resistance នៅក្នុងថ្ងៃនេះបើសិនបើមាសប៉ះនៅក្នុងតម្លៃ$3,919នៅក្នុងអោនដល់តម្លៃបន្តរបស់មាសនឹងឈោងទៅតម្លៃ$3,966នៅក្នុងអោនសម្រាប់ resistance របស់វាមានតម្លៃខ្ពស់តែបើសិនជាមាសអាចធ្លាក់ចុះមកវិញមាសអាចប៉ះនៅក្នុងតម្លៃទាបមកវិញហើយយើងនឹងឃើញតម្លៃរបស់វាតែប៉ះទៅតម្លៃ$3,900នៅក្នុងមួយអោនវាអាចទៅប៉ះនៅក្នុងតម្លៃ$3,896នៅក្នុងមួយអោននិងបន្តទៅក្នុងតម្លៃ$3,840នៅក្នុងមួយអោននិងតទៅតម្លៃទាបមួយទៀតគឺ$3,826នៅក្នុងមួយអោនការរំពឹងមាសឲ្យមាសស្ថិតនៅក្នុងតម្លៃចុះហ្នឹងប្រហែលជាពិបាកបន្តិចសូមចាក់នៅសារម្ដងទៀតតើទៅជាមួយនឹងការនិយាយអំពីលោហៈប្រាក់ខ្ញុំមិនដឹងថាតើមានការផ្អើលជួសជុលលោហៈប្រាក់តាមរយៈការស្ដាប់ព័ត៌មានរបស់អ្នកណាទេប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះតើទៅជាមួយនឹងលោហៈប្រាក់ត្រូវបានជួញដូរនិងមានការជួសជុលទិញយ៉ាងគំហុកពីអ្នកដែលសន្សំបើសិនបើអ្នកដែលគាត់មិនមានសមត្ថភាពក្នុងការទិញលោហៈប្រាក់ទៅតាម commodity ទៅតាមហាងឆេងឬក៏តាមភាគហ៊ុនរបស់ផ្សារប្រាក់ដែលមានជាភាគហ៊ុនប្រាក់ឬក៏ភាគហ៊ុនរបស់ក្រុមហ៊ុនរកប្រាយប្រាក់ទេហើយបងប្អូនពឹងផ្អែកទៅលើការទិញប្រាក់ដុំនៅក្នុងប្រទេសកម្ពុជាដែលវាមានតម្លៃលើសរហូតដល់ទៅ$700 $800នៅក្នុង1គីឡូហើយការលក់ចេញទៅវិញនៅក្នុងកម្រិតខាតបែបណាក៏ដោយបងប្អូនគុំមិនគប់គួរក្នុងការទិញនោះទេសូមបញ្ជាក់ណាសូមបញ្ជាក់គុំទិញឲ្យសោះនៅក្នុងតម្លៃដែលវាលើសថ្លៃមានន័យថាវាលើស
ពីអនាគតរបស់វារហូតដល់ស្ទើរតែ2 ដងទៅហើយអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតសូមកុំទិញឲ្យសោះឥឡូវយើងចូលទៅដល់តម្លៃហាងឆេងមាសបន្តិចហាងឆេងមាសដែលបងប្អូនឃើញនៅក្នុងតម្លៃ$3,900នៅក្នុងមួយឱនហ្នឹងគឺជាតម្លៃដែលគេរំពឹងថាវាអាចនឹងបំបែកទៅដល់$4,000នៅក្នុងមួយឱនមាននៅក្នុងឆ្នាំនេះបានកើនឡើងរហូតដល់ទៅ40%ទៅហើយនៃតម្លៃរបស់វាហើយសម្រាប់សំណួរសួរថាតើមាសធ្លាក់នៅពេលណានៅក្នុងពេលបច្ចុប្បន្នបើយើងនិយាយពី technical វានៅតែមានសមត្ថភាពក្នុងការធ្លាក់ចុះនៅតម្លៃរបស់វាទេពីព្រោះមនុស្សត្រូវការលក់យក profit ហើយយើងក៏ប្រមាណឃើញការលក់យក profit ថ្ងៃពីថ្ងៃសុក្រដែរមុនថ្ងៃសុក្រណាមានអ្នកលក់យក profit មាសធ្លាក់ប្រហែលជា$100ជាងក្នុងរយៈពេលតែប្រហែលម៉ោងទេហើយក៏បានកើនឡើងមកវិញតាមរយៈការទិញចូលដោយសារតែមូលហេតុអី fundamental មានថាព័ត៌មានដែលជាព័ត៌មានសេដ្ឋកិច្ចក៏អំពីតម្លៃនេះការភ័យព្រួយអំពីសេដ្ឋកិច្ចវានៅតែបន្តតែធ្វើឲ្យតម្លៃមាសมันអាចធ្លាក់ចុះទៅក្រោមអញ្ចឹងភាពមិនច្បាស់លាស់នេះសម្រាប់បងប្អូនដែលកំពុងតែស្វែងរកឬក៏រកឱកាសក្នុងការទិញមាសមុនមាសក្នុងការឡើងណាគឺពិបាកបន្តិចហើយសម្រាប់បងប្អូនដែលសួរថាមាសតែឡើងថ្លៃដែលកំពុងតែឃើញឡើងកំហឹកហ្នឹងគួរទិញទេវាអាស្រ័យទៅលើបងប្អូនទេខ្ញុំមិនជំរុញនៃការទិញទេតែគាត់តែខ្ញុំប្រាប់ថាមាននៅតែបន្តឡើងរហូតដល់ចុងឆ្នាំហ្នឹងដាច់ចុងឆ្នាំនៅតែបន្តឡើងពីព្រោះនៅពេលដែលបងប្អូនទិញនៅក្នុងតម្លៃខ្ពស់ជាប់គាំងបងប្អូនច្រើនតែមានអារម្មណ៍ភ័យហើយដាក់បន្ទុកទៅអ្នកនិយាយយើងក៏គុំនិយាយច្រើនតែទៅជាមួយនឹងបញ្ហាដែលជាចំណោទបញ្ហានឹងធ្វើនឹងរុញតម្លៃមាសនៅក្នុងពេលបច្ចុប្បន្ននេះឲ្យកាន់តែកើនឡើងគឺការបាត់បង់ព័ត៌មានទាំងឡាយការវិភាគទាំងឡាយតែទៅជាមួយនឹងសេដ្ឋកិច្ចហើយបាត់បង់កិត្តិនាមរបស់សហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកបានបិទរដ្ឋាភិបាលរបស់ខ្លួនការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនៅក្នុងពេលបច្ចុប្បន្ននេះគេរំពឹងថាអាចបិទរហូតដល់ទៅ35ថ្ងៃពីចន្លោះ7ថ្ងៃទៅដល់35ថ្ងៃបើទៅមើលទៅលើគោលនយោបាយរបស់លោក Donald Trump គឺលោក Donald Trump គាត់ចង់បិទអាយុដើម្បីបំលាញនៅមន្ត្រីសាធារណៈទាំងឡាយរបស់សហរដ្ឋអាមេរិកឲ្យទទួលយល់ព្រមតាមសំណើរបស់លោកដែលផ្ដល់ payroll សម្រាប់ពួកគេឬក៏ប្រាក់លើកទឹកចិត្តមួយចំនួនដែលពួកគេអាចឈប់ពីការងារបានអាហ្នឹងណាអ្វីដែលគាត់ចង់ធ្វើហើយយើងដឹងហើយថារដ្ឋាភិបាលសហរដ្ឋអាមេរិកអាចខាតរហូតដល់ទៅ15 ប៊ីលាននៅក្នុងមួយសប្តាហ៍ដោយសារតែបាត់បង់ចំណូលតាមរយៈការបម្រើទៅលើសេវាកម្មសាធារណៈមួយចំនួនធំរាប់តាំងពីទេសចរតាំងពីកំពង់ផែតាំងពីការចេញចូលតាំងពីជើងយន្តហោះចឹងចំណូលទាំងឡាយដែលរបស់សហរដ្ឋអាមេរិកដែលអាចទទួលបានគឺបាត់រហូតដល់ទៅ15 ប៊ីលានអ្វីដែលបាត់ខ្លាំងបំផុតនោះគឺបាត់កិត្តិនាមបាត់កិត្តិនាមរបស់សហរដ្ឋអាមេរិកនឹងធ្វើឲ្យមានការភ័យខ្លាចចំពោះប្រាក់ដុល្លារនឹងចាប់ផ្ដើមបន្តការធ្លាក់ចុះតម្លៃរបស់វាហើយមនុស្សចាប់ផ្ដើមរត់ចូលទៅក្នុងតម្លៃមាសក្នុងពេលបច្ចុប្បន្នរត់ចូលទៅក្នុងតម្លៃមាសណាតម្លៃ Bitcoin នៅក្នុងពេលបច្ចុប្បន្នវានឹងកើនឡើងនៅស្របពេលតម្លៃមាសបន្ទាប់ពីប្រាក់ដុល្លារមានបញ្ហាតែការធ្លាក់ទៅលើការបិទបន្ទាប់ពីឡើងវាអាចនឹងធ្លាក់ចុះវិញការផ្ទុះទាយអំពីតម្លៃ Bitcoin ឬក៏ Altcoin សម្រាប់ Bitcoin អាចកើនឡើងរហូតដល់ទៅ150000សម្រាប់ខែ October សម្រាប់ខែ October នេះវាជាឬក៏ខែ10នេះវាគឺជាខែ seasonal តែទៅជាមួយនឹង green ណា green seasonal បៃតងសម្រាប់ Altcoin អញ្ចឹងអ្នកដែលលេង Bitcoin ក៏នឹងអាចជួញដូរឲ្យចំណេញក៏នឹងលក់ចេញមកវិញបានដូចគ្នាដែរព្រោះចលនានៃការផ្គត់ផ្គង់ឬក៏ចលនានៃគេហៅ crypto ទៅណាចលនានៃការផ្គត់ផ្គង់ប្រាក់នៅក្នុងពេលបច្ចុប្បន្នវានឹងរត់ចូលទៅក្នុង crypto មួយចំនួនតូចហើយវានឹងខ្ជាក់ចេញមកវិញបន្ទាប់ពីបញ្ហាទាំងឡាយឬស្ថានភាពនៃភាពវឹកវរចាប់វានឹងបង្ការឡើងវិញអញ្ចឹងមានតែមាសទេដែលយើងឃើញមានការរត់ចូលខ្លាំងមែនទែនសម្រាប់ JP Morgan ការបិទតាក់ទងជាមួយនឹងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកទៅបានធនាគារ JP Morgan ហៅថាការធ្វើឲ្យបាត់បង់ទំនុកចិត្តទៅលើរូបិយប័ណ្ណរបស់ប្រាក់ដុល្លារទៅលើ fiat currency ហើយការបាត់បង់ទំនុកចិត្តនេះនឹងធ្វើឲ្យតម្លៃប្រាក់ដុល្លារឬក៏ស្ថានភាពផ្សេងៗនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកពិបាកស្ដារឡើងវិញវាអាចថាជាគោលនយោបាយរបស់លោកត្រាំក៏បានដែរអញ្ចឹងបើសិនជាគោលនយោបាយរបស់ត្រាំឬក៏ជាដំណើររបស់ត្រាំតម្លៃមាននឹងតែបន្តកើនឡើងពីព្រោះត្រាំនឹងធ្វើឲ្យប្រាក់ដុល្លារថោកដើម្បីងាយស្រួលក្នុងការប្រកួតប្រជែងទៅលើការនាំចេញនិងតាក់ទាញអ្នកវិនិយោគឲ្យចូលមកវិនិយោគនៅក្នុងសហរដ្ឋអាមេរិកតាមរយៈសមិទ្ធផលឬក៏ raw material មួយចំនួនមានតម្លៃប្រកួតប្រជែងជាមួយនឹងការនាំចូលពីបរទេសដើម្បីបង្គុំឲ្យលក់ចេញទៅវិញនេះគឺជាគោលនយោបាយរបស់លោកត្រាំប៉ុន្តែគោលនយោបាយរបស់លោកត្រាំអ្វីដែលយើងឃើញច្បាស់ហ្នឹងគឺធ្វើឲ្យតម្លៃមាសមានការកើនឡើង
សូមបញ្ជាក់បងប្អូននៅក្នុងការជួញដូរហាងឆេងមាសឬក៏ការទិញផ្សារហ៊ុនមាសតាម ETF នៅក្នុងខែកញ្ញានោះមានការកើនឡើងរហូតដល់ទៅ 35.2 តោនគឺជាតួលេខខ្ពស់បំផុតណាហើយនៅក្នុងពេលបច្ចុប្បន្ននេះការបន្ទាប់ពីការបិទណាបានក្នុងរយៈពេល2ថ្ងៃទៅ3ថ្ងៃមានការបុកចូលឬក៏ទិញបន្ថែមរហូតដល់ 18.9 តោនវាគឺជាពេលវេលាឬក៏ជាអញ្ញាតួលេខមួយខ្ពស់ដែលបងប្អូនឃើញតម្លៃមានហក់ឡើងពី$3,800នៅក្នុងមួយអោននឹងទៅ$3,900នៅក្នុងមួយអោនហ្នឹងមិនមែនជារឿងចៃដន្យទេគឺជាការជ្រួលឬក៏ការចាក់សាច់ប្រាក់របស់ខ្លួនចូលទៅក្នុងផ្សារហ៊ុនមាសទាំងឡាយដែលទាញយកផលចំណេញដែលកើតឡើងតាមរយៈការទិញហ៊ុនមាសទិញហ៊ុនក្រុមហ៊ុនរុករ៉ាយមាសនិងការបារម្ភអំពីប្រាក់ឬក៏ថវិការបស់ខ្លួនដែលអាចនឹងធ្លាក់ចុះឬខាតបាត់បង់ដោយសារតែតេតិនជាមួយនឹងប្រាក់ដុល្លារវាធ្លាក់ចុះវាបាត់បង់រូបភាពរបស់វាឥឡូវយើងទៅដល់តេតិនជាមួយនឹងគោលនយោបាយរបស់លោកដូណាល់ត្រាំនៅក្នុងពេលបច្ចុប្បន្ននេះគេមើលឃើញថាលោកដូណាល់ត្រាំមានគោលបំណងនឹងទាញយកការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកធ្វើជាមូលហេតុមួយធំដើម្បីកាត់បន្ថយការចំណាយសហរដ្ឋអាមេរិកទៅលើបុគ្គលិកទាំងឡាយnhưng ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកគេរំពឹងថាអាចមានលើសពីមួយសប្តាហ៍ហើយវាបន្តទៅរហូតដល់ទៅ35ថ្ងៃយើងអាចនិយាយបានថារាប់តាំងពីសង្គ្រាមលោកលើកទី2មកការបញ្ឈប់បុគ្គលិកមន្ត្រីសាធារណៈរបស់សហរដ្ឋអាមេរិកហ្នឹងគឺមានតែនៅក្នុងលោកដូណាល់ក្នុងអាណត្តិរបស់លោកដូណាល់ត្រាំ 0.2 នេះទេរាប់ទុកថាជាការបញ្ឈប់ដ៏ច្រើនឬក៏ការធ្វើឲ្យបុគ្គលិកបាត់បង់ការងារយ៉ាងច្រើនគេរំពឹងថាប្រហែលជាបុគ្គលិកមានចំនួនរហូតដល់ទៅ275,000 នាក់នឹងដាក់ពាក្យស្នើសុំបញ្ឈប់ត្រឹមតែរយៈពេលមួយសប្តាហ៍បន្ទាប់ពី government shutdown នោះគឺមានបុគ្គលិកមន្ត្រីសាធារណៈរបស់សហរដ្ឋអាមេរិកហ្នឹងស្នើសុំឈប់ឬក៏បំពេញពាក្យសុំឈប់ហ្នឹងរហូតដល់ទៅ100,000 នាក់ដោយសារតែពួកគេមានការព្រួយបារម្ភអំពីនិន្នាការនៃគោលនយោបាយមិនច្បាស់ប្រាកដរបស់លោកដូណាល់ត្រាំហើយគេរំពឹងថាការបញ្ឈប់បុគ្គលិករហូតដល់ទៅ275,000 នាក់នេះលោកដូណាល់ត្រាំនឹងអាចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិករហូតដល់ទៅ28 ប៊ីលាននៅក្នុងមួយឆ្នាំតើទៅចំនួនតួលេខនេះគឺគេដកស្រង់ពីការចាយវាយទៅលើប្រាក់ថវិកាប្រាក់បន្ថែមនៃប្រាក់ខែបុគ្គលិកទាំងឡាយរបស់មន្ត្រីសាធារណៈសហរដ្ឋអាមេរិកអញ្ចឹងយើងអាចនិយាយបានថាគោលនយោបាយរបស់លោកណាល់ត្រាំវាអាចនឹងមានផលប្រយោជន៍ឬក៏ផ្ដល់ផលប្រយោជន៍កាន់តែវែងអន្លាយសម្រាប់អ្នកជួញដូរមាសនៅក្នុងអាទិត្យនេះឬក៏វាបន្តទៅដល់រយៈពេលពេញមួយខែនៅក្នុងខែតុលាវាគឺជាតម្លៃដែលនឹងបន្តកើនឡើងហើយអាចនឹងបន្តបន្ថែមទៀតវាអាចសម្រាប់នៅក្នុងខែណាមួយឬក៏វាមានអ្វីដែល surprise ទៅអាចទប់ស្កាត់តម្លៃមាសបានតែបើសិនជាបន្តនៅក្នុងពេលបច្ចុប្បន្នខែ10ខែ11ខែ12ស្របជាមួយនឹងគោលនយោបាយនៃការកាត់បន្ថយអត្រាការប្រាក់យើងរកពុំឃើញនៅការធ្លាក់ចុះនៃតម្លៃមាសទេជាចុងក្រោយឆ្លើយជាមួយនឹងសំណួរដែលខ្ញុំបានឆ្លើយតេតិនជាមួយនឹងច្បាប់មូលធនផលចំណេញទៅលើមូលធននៅក្នុងប្រទេសកម្ពុជាបើសិនបើមានការអនុវត្តយើងអាចនិយាយបានថាជាច្បាប់របស់ប្រទេសកម្ពុជាចេញប៉ុន្តែមិនសូវមានការអនុវត្តទេវាប្រឈមជាមួយនឹងផលប៉ះពាល់ច្រើនណាបើសិនបើរដ្ឋពិតជាអនុវត្តទៅលើច្បាប់ចំណេញទៅលើប្រាក់មូលធនមែនណាជាងការចំណេញទៅលើការជួញដូរមួយចំនួនយើងត្រូវមើលសមត្ថភាពរបស់រដ្ឋដែរតើប្រទេសយើងដើរទៅដល់ប្រទេសហ្នឹងហើយសមត្ថភាពពលរដ្ឋរបស់យើងមានការយល់ដឹងដល់កម្រិតហ្នឹងទៅតើតែចំណេះដឹងនៃសមត្ថភាពទាំងពីរហ្នឹងវាព្រមគ្នាទៅរាប់ចាប់តាមអនុវត្តយកពន្ធទៅលើផលចំណេញមិនថាការលក់ផ្ទះលក់មូលបត្របំណុលលក់ផ្សារហ៊ុនលក់ការទិញចូលទៅតាម broker អន្តរជាតិផ្សេងៗហ្នឹងគឺយក 20% នៃប្រាក់ចំណេញមិនយក 20% នៃប្រាក់ជួញដូរទេណាហើយក៏មិនយក 20% នៃប្រាក់ដើមដែរគឺយក 20% នៃប្រាក់ចំណេញអាហ្នឹងគឺនឹងមានការអនុវត្តតែបើសិនជាយើងមើលនៅក្នុងពេលបច្ចុប្បន្នគឺពិបាកក្នុងការអនុវត្តច្បាប់ទាំងឡាយណាសូម្បីតែការរុញចូលប្រជាពលរដ្ឋឲ្យចូលទៅក្នុងរបបក្រៅប្រព័ន្ធដែលមានការចុះបញ្ជីត្រឹមត្រូវក៏រដ្ឋាភិបាលនឹងពិបាកក្នុងការធ្វើដែរវាស្របជាមួយនឹងនេះវាស្របជាមួយនឹងចំណេះដឹងរបស់ប្រជាពលរដ្ឋនិងជំនួយរបស់រដ្ឋាភិបាលយើងចង់ចូលរុញមនុស្សម្នាក់ឲ្យចូលទៅកន្លែងណាមួយតើតែយើងបង្ហាញថាយើងជួយឲ្យគេបានខ្លះដោយរដ្ឋាភិបាលអសន្យា1 2 3ឬក៏មានច្បាប់ដែលចេញមកដែលវាផ្សព្វផ្សាយទូលំទូលាយតេតិនជាមួយនឹងផលប្រយោជន៍ដែលពួកគាត់អាចទទួលបានប្រាក់កម្ចីទទួលបានការស្នើសុំទទួលការ
បានការបណ្ដុះបណ្ដាលជំនាញណាតែវាហាក់បីដូចជានៅតិចតួចវាហាក់បីដូចជានៅតិចតួចទី1ហើយទី2វាអត់ទាន់ទលំទលាយខ្លាំងប៉ុន្តែនៅពេលដែលវាទលំទលាយខ្លាំងហើយវាមានផលប្រយោជន៍ច្រើនអាហ្នឹងអ្នកណាក៏រត់ចូលដែរប៉ុន្តែរាល់ថ្ងៃនេះវាពិបាកអញ្ចឹងដូចតែខ្ញុំជំរាបអញ្ចឹងច្បាប់របស់រដ្ឋាភិបាលរបស់ប្រទេសកម្ពុជាមានត្រង់ថាការអនុវត្តហ្នឹងវាមិនតាន់ទេយើងសំដួលសួរតើទៅជាមួយនឹងច្បាប់ផលចំណេញទៅលើមូលធនរបស់ប្រទេសកម្ពុជាអនុវត្តទេមែនតើអនុវត្តសំបីទៅលើមាសដែលបងប្អូនកំពុងទិញដូរលក់ប៉ុន្តែដូចនិយាយយើងអត់ទាន់គ្រប់គ្រងបានទេហើយបើនៅចិនគេអនុវត្តបានដោយសារអីការទិញដូរលក់ចេញមាសសិតតែមាន certificate ហើយការក្រុមហ៊ុនទាំងអស់របស់គេសិតតែចុះនៅក្នុងប្រព័ន្ធហើយការគ្រប់គ្រងខាងឆេងមាសរបស់គេហ្នឹងរដ្ឋាភិបាលរបស់គេគិតគូរហើយបារម្ភអញ្ចឹងការលក់ដូរហើយការរកកន្លែងដែលធ្វើឲ្យប្រជាជនគេចំណេញហ្នឹងវាមានភាពងាយស្រួលច្រើនមិនពិបាកទេធម្មតាទេនៅប្រទេសមួយដែលកំពុងអភិវឌ្ឍយើងអាចដាច់ភាពជាមួយនឹងប្រទេសដែលកំពុងតែអភិវឌ្ឍប្រទេសដែលអភិវឌ្ឍហើយទេខ្ញុំថាឡើយប្រៀបធៀបទៅលើរដ្ឋាភិបាលប្រៀបធៀបទៅលើចំណេះដឹងរបស់ប្រជាពលរដ្ឋប្រៀបធៀបតែផ្លូវណាផ្លូវធ្វើដំណើរក៏វាខុសគ្នាឆ្ងាយដែរសង្ឃឹមថាយើងយល់ទាំងអស់គ្នានេះគឺជារឿងរ៉ាវនៃតម្លៃមាសនៅក្នុងថ្ងៃទី6ខែតុលាឆ្នាំ2025យ៉ាងណាមិញការនិយាយរបស់ខ្ញុំមិនបានបញ្ជាក់អំពីតថៈណាមួយទេมันមាននិន្នាការនយោបាយมันមាននិន្នាការសេដ្ឋកិច្ចក៏មិនមាននិន្នាការរបស់ស្ថាប័នណាមួយផងដែរសូមអរគុណសូមជម្រាបលា